សរសើរតាមទំនុកដំកើងដែលយើងនឹងសរសើរដំកើងព្រះតាមទំនុកដំកើងជាមួយគ្នាចាសសូមឲ្យចិត្តយើងដែលជាកូនព្រះនោះបានសរសើរទ្រង់រាល់ថ្ងៃត្បិតព្រះដ៏ពិតនៃយើងជាព្រះដែលមានព្រះជន្មរស់នៅទ្រង់តូចឃើញនិងជ្រាបយល់ដឹងនៅដំណើរផ្លូវជីវិតរបស់យើងរាល់ពេលវេលាហើយទ្រង់សពប្រតិឲ្យយើងបានរៀនទុកចិត្តលើទ្រង់ក្នុងគ្រប់កលៈទេសៈនិងគ្រប់ពេលវេលាចូលយើងសរសើរដំកើងមានពោលហើយអ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយអ្នកនោះត្រេកអរតែនឹងក្រឹតវិន័យរបស់ព្រះយេហូវ៉ាវិញក៏រំពឹងគិតក្នុងក្រឹតវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរពាក្យថាមានពរជាពាក្យដែលមានប្រជាប្រិយភាពដែលអ្នកគ្រីស្ទានយកមកប្រើច្រើនជាងគេព្រះទ្រង់សពព្រះハល់តីប្រទានពរដល់កូនផងទ្រង់ហើយចង់ឲ្យកូនផងទ្រង់បានជាទីបញ្ចេញតែពរដល់អ្នកដទៃតទៅទៀតព្រះសពប្រតិនឹងផ្ដល់តែពរឲ្យដល់គ្រប់គ្នាទាំងអស់ដោយគ្មានរើសមុខរើសវណ្ណៈរើសពណ៌សម្បុរនិងជាតិសាសន៍តែអ្នកដែលនឹងបានទទួលនោះត្រូវតែដំបូងគឺថាយើងត្រូវតែកាត់ផ្ដាច់ចេញពីលោកីយ៍សិនលោកីយ៍គឺអ្វីដែលនាំឲ្យយើងឃ្លាតចេញពីព្រះឬធ្វើឲ្យយើងមានស្ដាប់បង្គាប់ធ្វើតាមព្រះអង្គការផ្ដាច់ចេញពីលោកីយ៍មិនមែនបានន័យថាយើងត្រូវទៅរស់នៅក្នុងព្រៃស្បោងឯកោតែម្នាក់ឯងនោះទេអំពើបាបរដ្ឋបាលពាសពេញលើផែនដីដោយនៅក្នុងខមួយបានប្រាប់យើងថាគឺអ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបការដើរឈរអង្គុយជាមួយនឹងមនុស្សលោកីយ៍និយមអាចនាំឲ្យយើងធ្លាក់ទៅក្នុងអន្ទាក់ដោយមិនដឹងខ្លួនការសេពគប់មិត្តមិនល្អនោះនឹងនាំឲ្យវិនាសនិងបំផ្លាញអនាគតខ្លួនឯងនៅក្នុងព្រះគម្ពីរបានបង្ហាញពីជីវិតរបស់លោកឡុតក្មួយប្រុសរបស់លោកអាប់រ៉ាហាំដោយកាត់បានជ្រើសរើសចូលទៅនៅក្នុងក្រុមសូដុំនិងកុមរ៉ាដែលក្រោយមកនោះត្រូវបាត់បង់អ្វីៗទាំងអស់ដោយចង់បញ្ចប់នៃអំពើបាបបន្ទាប់មកទៀតអ្នកនោះត្រូវតែរំពឹងគិតនៅព្រះបន្ទូលអ្វីដែលនាំឲ្យយើងមានអំណរនៅក្នុងការរំពឹងគិតហើយនឹងនាំជំហានយើងក្នុងការអនុវត្ត
នោះឯងដែលយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងចិត្តយើងឲ្យបានរីកចម្រើនរឹងមាំខាងព្រលឹងវិញ្ញាណចូលមានអំណរក្នុងព្រះពររបស់ព្រះដែលទ្រង់ផ្ដល់ឲ្យហើយអនុញ្ញាតឲ្យទ្រង់ប្រើយើងជាប្រភពនៃព្រះពរចាក់ហូរទៅដល់អ្នកដទៃផងដែរបើយើងបើកចំហចិត្តអនុវត្តធ្វើតាមនោះអ្នកនោះប្រៀបដូចជាដើមឈើដុះក្បែរផ្លូវទឹកដែលបង្កើតផលផ្លែតាមរដូវកាលនេះជាប្រភពនៃការដែលយើងចំណាយពេលស្ងប់ស្ងៀមជាមួយនឹងព្រះជាអម្ចាស់យើងដឹងហើយថាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺទ្រង់សពប្រតិប្រទានពរដល់យើងម្នាក់ប៉ុន្តែយើងត្រូវតែគោរពធ្វើតាមលក្ខខណ្ឌរបស់ទ្រង់ជាមុនសិននោះទើបបានទទួលព្រះពរពីព្រះអង្គគឺថាត្រូវញែកខ្លួនចេញពីលោកីដោយមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបឬអង្គុយនៅជាមួយនឹងមនុស្សដែលមើលងាយគេឡើយផ្ទុយទៅវិញគឺត្រូវមានចិត្តអសប្បាយរំពឹងពិចារណានឹងក្រឹតវិន័យរបស់ព្រះជាម្ចាស់វិញដោយប្រព្រឹត្តអនុវត្តធ្វើតាមរាល់ថ្ងៃអ្នកនោះពិតជាទទួលបានព្រះពររបស់ព្រះហើយជាចង្អុលហូរចាក់ព្រះពរនោះដល់អ្នកឯទៀតផងដែរ